Okay ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការដោះស្រាយលំហាត់ limit x ខិតទៅរកបូកកណននៃ x នៅលើ x បូក1ស្វ័យគុណ x អូខេនេះដំបូងយើងគ្រាន់តែមើលមកដំបូងឃើញមានស្វ័យគុណ x មើលទៅដូចពិបាកស្មុគស្មាញតែបើសិនជាយើងចាំរូបមន្តវាអញ្ចឹងធ្វើឲ្យការដោះស្រាយមានភាពងាយស្រួលយើងមកមើល limit នេះទាំងអស់គ្នាថាវារៀងជាអ្វីជារៀងអ្វីអូខេយើងមើលអាកន្លែងនេះនៅក្នុងវងកញ្ចក់នេះសិនx នៅលើ x បូក1នេះយើងមើលចេះបើសិនជាយើងជដួអាណនហើយនឹងអាណនចូលទៅវាមិនរៀងអាណនលើអាណនតែសួរថាបើសិនជាវារៀងអាណនលើអាណនហើយវងកញ្ចក់អាណនមានរៀងមិនកំណត់ចឹងដែរបើអត់មានទេយើងធ្វើជាវិញយើងចាប់ x ពីក្រោមគេចាប់ x ពីក្រោមកាលណាយើងស្រួលនេះអស់វានៅសល់1នៅលើ1បូក1លើ x កាលណាយើងជំនួសអាណនចូលនៅកន្លែងx នេះវាមិនស្មើ1នៅលើអាណន1នៅលើអាណនអញ្ចឹងស្មើ0អញ្ចឹង1លើ1វាស្មើ1អញ្ចឹងមកដុំនេះ1ហើយនេះស្វ័យគុណអាណនអញ្ចឹងវាចូលរៀងមិនកំណត់1សេគុណអាណនហេអញ្ចឹងយើងមើលថា limit រៀងមិនកំណត់1សេគុណអាណននេះដោះស្រាយមិនដំបូងយើងត្រូវតែចេះរូបមន្តនេះសិន limit x ខិតទៅរកបូកអាណននៃ1បូក1លើ fx តែឲ្យ fx ស្មើនឹងអូខេយើងចាំរូបមន្តនេះមួយយើងមើលថារូបមន្តនេះវាមាន1នៅពីមុខចេះហើយយើងមើលកន្លែងនេះវាមាន1នៅពីមុខអត់បើសិនជាអត់ទេយើងធ្វើការថែមថយតួអញ្ចឹងយើងដាក់មក limit x ខិតទៅរកបូកអាណននៃ1បូកគេយើងដាក់1បូកហើយដកនឹង1វិញដោយសារតែយើងធ្វើមិនឲ្យស្មើប្រធានដើមវាវិញអូខេកាលណាយើងថែមថយតួជាហើយយើងធ្វើមិនទុកអា1បូកនេះនៅដដែលហើយអានេះយើងបំលែងភាពបែងរបស់វាហើយកាលណាយើងបំលែងភាពបែងយើងយកភាពបែងរបស់វាទៅភាគយកអញ្ចឹងអានេះវាស្មើឲ្យដក x ដក1នៅលើ x បូក1ស្វ័យគុណ x ឥឡូវយើងធ្វើការសម្រួលនេះ x ដក x អស់អញ្ចឹងវានៅសល់ដក1នៅលើ x បូក1ដកឲ្យនឹង1នៅលើ x បូក1ស្វ័យគុណ x ហើយយើងមើលនេះថាតើវាចូលរូបមន្តនេះនៅវាចូលហើយដោយសារអីនេះអ្នកនរនេះប្រហែលជាឆ្ងល់ហើយថានៅកន្លែងដកហើយកន្លែងនេះបូកចឹងធ្វើម៉េចយើងធ្វើជាអានេះវាមិនស្មើនឹង1បូកដក1នៅលើ x បូក1អញ្ចឹងម្ដុំនេះគឺជា1នៅលើ fx របស់យើង1នៅលើ fx របស់យើងហើយម្ដុំនេះគឺ1ត្រឹមត្រូវរបស់គេហើយអញ្ចឹងយើងធ្វើការទៅសេ limit x ខិតទៅរកបូកអាណននៃ1ដក1នៅលើ x បូក1តែ fx អាកន្លែងនេះ1នៅលើ fx អញ្ចឹងអាពេលយើងគុណនឹង fx វិញគុណចម្រាស់ភាគបែងរបស់វាគុណចម្រាស់ភាគបែងរបស់វាគឺដក x បូក1ដក x បូក1ហើយយើងសង្កេតមើលថាបើសិនជាយើងថែមប្រព័ន្ធនេះចូលហើយដូចប្រធានដើមវាអត់មានអានេះទេអញ្ចឹងទៅយើងត្រូវគុណសម្រួលវាវិញធ្វើម៉េចឲ្យចូលប្រធានដើមវាវិញកុំឲ្យចាក់ប្រធានគុណឲ្យនឹងដក1នៅលើ x បូក1អូខេយើងបានប្រព័ន្ធនេះអញ្ចឹងដូចតាមរូបមន្តយើងអញ្ចឹងប្រព័ន្ធនេះវាស្មើនឹងអញ្ចឹងប្រព័ន្ធនេះយើងរកបានហើយយើងដាក់ស្មើនឹងយើងមកខិតទៅរកបូកអាណននៃដល់ពេលអានេះយើងគុណចូលគ្នាវាបានដក x នៅលើ x បូក1កាលណាវាចូលទម្រង់នេះហើយបើសិនជាយើងជួសបូកអាណនចូលទៅកន្លែង x វាមិនស្មើរៀង
អាណនលើអាណនដែរសេគុណអាណនលើអាណនអញ្ចឹងដើម្បីបំបត្តិអាណនលើអាណនហ្នឹងយើងធ្វើការចាប់ x ជាកតាកាលណាចាប់ x យើងសម្រួល x នេះចោលបន្ទាប់មកយើងបានlimit x ខិតទៅរកបូកអាណននៃសេគុណដក1នៅលើ1បូក1នៅលើ x កាលណាយើងបានប៉ុណ្ណេះយើងអាចចំនួនចូលបានហើយព្រោះអីបើសិនជាយើងចំនួនបូកអាណនចូលទៅកន្លែង x វាមិនស្មើ1នៅលើអាណន1លើអាណនស្មើ0ត្រូវចាំថាលេខលើអាណនស្មើ0អូខេអញ្ចឹងបើសិនជាយើងចំនួនចូលយើងបានសេគុណនេះដក1នៅលើ1បូក0វាស្មើដក1អញ្ចឹងសេគុណដក1យើងអាចយកវាទៅភាគបែងបានស្មើ1លើអញ្ចឹងអានេះគឺជាចម្លើយរបស់ limit របស់យើងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា